បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានគោលនយោបាយមួយទៀតគឺគោលនយោបាយស្តីពីប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗកាលពីវីដេអូមេរៀនមុនខ្ញុំបានលើកឡើងអំពីការគិតប្រាក់ឈ្នួលហើយថ្ងៃនេះក៏ខ្ញុំនឹងបន្ថែមអត្ថប្រយោជន៍ផ្សេងៗទៀតដើម្បីឲ្យបងប្អូនបានដឹងថាតើការគណនានិងការគិតផ្ដល់អត្ថប្រយោជន៍ផ្សេងៗនៅក្នុងរោងចក្រយើងហ្នឹងមានអីខ្លះ អញ្ចឹងសូមបងប្អូនយកចិត្តទុកដាក់តាមដានទាំងអស់គ្នាហើយគោលបំណងនៃការបង្កើតគោលនយោបាយនេះគឺគណៈគ្រប់គ្រងប្រាជ្ញាផ្ដល់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗស្របទៅតាមបទដ្ឋានច្បាប់និងបង្ហាញអំពីការគិតគូរយកចិត្តទុកដាក់ផ្ដល់ឲ្យមានភាពកាន់តែល្អប្រសើរដល់កម្មករនិយោជិតទាំងមូលហើយនឹងមានតម្លាភាពនៅក្នុងរោងចក្ររបស់យើង ដែលគោលនយោបាយនេះគឺអនុវត្តនៅក្នុងរោងចក្ររបស់យើងហើយមុននឹងចូលទៅដល់ការប្រាក់ឈ្នួលការគិតប្រាក់ឈ្នួលហើយនិងអត្ថប្រយោជន៍ផ្សេងៗសូមរំលឹកឡើងវិញថាតើប្រាក់ឈ្នួលជាអ្វីបាទអញ្ចឹងនៅក្នុងមាត្រា102ហ្នឹងប្រាក់ឈ្នួលជាប្រាក់ការងារជាឈ្នួលការងារឬឈ្នួលសេវាដែលអាចគិតជាប្រាក់បាន ដែលនិយោជកត្រូវបើកឲ្យកម្មករនិយោជិតតាមកិច្ចសន្យាជួលការងារចំពោះការងារដែលបានធ្វើក្តីឬដែលត្រូវធ្វើក្តីបាទឥឡូវយើងទៅមើលការគណនាប្រាក់ឈ្នួលសម្រាប់ឆ្នាំ2025ហ្នឹងប្រាក់ឈ្នួលអប្បបរមាសម្រាប់អ្នកសាកល្បងគឺ$26ហើយសម្រាប់អ្នកពេញសិទ្ធិ$28ហើយដើម្បីចង់ដឹងថាតើប្រាក់ឈ្នួលគោលដែលយើងធ្វើការក្នុងមួយថ្ងៃនេះបានលុយប៉ុន្មានយើងធ្វើម៉េចអញ្ចឹងយើងយកប្រាក់ខែគោល208នេះចែកទាំង26ថ្ងៃមកគឺយើងបាន$8អញ្ចឹងមួយថ្ងៃយើងធ្វើការបាន$8ហើយចុះមួយម៉ោងយើងធ្វើការបានលុយប៉ុន្មានអញ្ចឹងយើងយកប្រាក់ខែគោលដូចគ្នាហ្នឹងចែកនឹង26ថ្ងៃចែកនឹង8ម៉ោងគឺបាន$1អញ្ចឹង1ម៉ោងដែលយើងធ្វើការគឺបាន$1ហើយក្នុងករណីដែលយើងធ្វើការថែមម៉ោងថ្ងៃធម្មតាហៅថាថ្ងៃធម្មតាគឺជាថ្ងៃដែលមិនមែនថ្ងៃបុណ្យហើយក៏មិនមែនថ្ងៃអាទិត្យអញ្ចឹងបើសិនបើយើងថែម2ម៉ោងនៅថ្ងៃអឺធម្មតាហ្នឹងតើយើងគិតយ៉ាងម៉េចអញ្ចឹង1ម៉ោងយើងបាន$1នេះគុណនឹង2ម៉ោងដែលយើងថែមអញ្ចឹងថ្ងៃធម្មតាថែមម៉ោងធម្មតាគឺយើងគុណនឹង150%គឺស្មើនឹង1កន្លះអញ្ចឹងរយៈពេលយើងថែម2ម៉ោងនេះគឺយើងបាន$3ហើយបើសិនបើមានការថែមម៉ោងនៅថ្ងៃអាទិត្យមួយថ្ងៃ8ម៉ោងហ្នឹងគឺយើងយកគុណនឹង2ត្មងមួយថ្ងៃ8ម៉ោងគឺគុណ2ទៅ16ម៉ោងហើយបើសិនបើមានការថែមម៉ោងនៅថ្ងៃបុណ្យទៀតគឺយក100%បូកនឹង200%ណា100%នៃប្រាក់ខែគោលហ្នឹងបូក200%អញ្ចឹងយើងបាន$24យើងធ្វើការថ្ងៃបុណ្យមួយថ្ងៃយើងបាន$24ណាសម្រាប់រោងចក្រយើងហើយរោងចក្រយើងក៏មានអ្នកស៊ីបុងដែរណាប្រាក់ឈ្នួលតាមបរិមាណផលិតផលយើងហៅថាស៊ីបុងហ្នឹងអញ្ចឹងការគណនាស៊ីបុងហ្នឹងគឺអឺយើងយកលទ្ធផលដែលយើងធ្វើបានក្នុងមួយខែហ្នឹងយកទៅគុណនឹងតម្លៃបុងថាតើបានប៉ុន្មានក៏ប៉ុន្តែរយៈពេលមួយខែហ្នឹងបងប្អូនខ្លះមានផែនម៉ោងអឺថ្ងៃធម្មតាផែនម៉ោងថ្ងៃអាទិត្យអីជាដើមអញ្ចឹងដើម្បីឲ្យដឹងថាតើតម្លៃបុងក្នុងមួយម៉ោងហ្នឹងគឺយើងធ្វើយ៉ាងម៉េចគឺយើងយកបុងសរុបដែលយើងទទួលបានក្នុងមួយខែហ្នឹងចែកនឹងម៉ោងសរុបម៉ោងសរុបហ្នឹងគឺម៉ោងដែលយើងធ្វើការថ្ងៃធម្មតាម៉ោងដែលយើងធ្វើការថ្ងៃបុណ្យថ្ងៃអាទិត្យឬក៏ថ្ងៃថែមម៉ោងថ្ងៃធម្មតាហ្នឹងអញ្ចឹងឧបមាថាកម្មករយើងបានបុងសរុប$400
អញ្ចឹង$400នេះគឺបានមកពីចំនួនដែលយើងធ្វើការប្រចាំថ្ងៃនេះរាល់ថ្ងៃថ្ងៃបុណ្យថ្ងៃអីហ្នឹងថ្ងៃថែមម៉ោងថ្ងៃអាទិត្យអីនេះគុណនឹងតម្លៃបងអញ្ចឹងតម្លៃបងនៃមកកាត់ផ្នែកមួយវាមានរបស់វាអញ្ចឹងសរុបទៅបាន$400ដូច្នេះដើម្បីប្រកាសថាយើងធ្វើការ26ថ្ងៃថ្ងៃធម្មតាហ្នឹងបានប្រមាណខែម៉ោងបានលុយប្រមាណថ្ងៃអាទិត្យខែម៉ោងបានលុយប្រមាណអញ្ចឹងសូមបងប្អូនតាមដានទាំងអស់គ្នាអញ្ចឹងឧបមាថាយើងធ្វើការថ្ងៃធម្មតាបាន26ថ្ងៃអញ្ចឹងបើគិតជាម៉ោងគឺ26ថ្ងៃគុណនឹង8ម៉ោងទៅស្មើ208ម៉ោងក្នុងរយៈពេល26ថ្ងៃហ្នឹងយើងថែមម៉ោងថ្ងៃធម្មតាបាន10ម៉ោងហើយយើងក៏បានថែមម៉ោងអាទិត្យមួយថ្ងៃ8ម៉ោងទៀតដូច្នេះម៉ោងសរុបរបស់យើងគឺ226ម៉ោងអញ្ចឹងម៉ោងសរុប226ម៉ោងអញ្ចឹងយើងអាចរកតម្លៃបងក្នុង1ម៉ោងឃើញហើយគឺយកតម្លៃបងសរុប$400នេះយកទៅចែកនឹងម៉ោងសរុប226ម៉ោងហ្នឹងគឺយើងបាន1ម៉ោង$1.76សេនអញ្ចឹងយើងយកទៅកណនាតទៀតអញ្ចឹងយក$1.76សេននេះគឺជាតម្លៃបងដែលយើងធ្វើបានយកទៅគុណជាមួយនឹងរយៈពេល26ថ្ងៃស្មើនឹង208ម៉ោងនេះគឺយើងបាន366.8សេនអាហ្នឹងគឺជាប្រាក់ដែលយើងធ្វើបានរយៈពេល26ថ្ងៃនៃថ្ងៃធម្មតាហើយចុះយើងធ្វើការថែមម៉ោង10ម៉ោងនោះបានលុយប្រមាណទៀតអញ្ចឹងដោយសារថែមម៉ោងថ្ងៃធម្មតាយើងគុណនឹង150%នេះអញ្ចឹងយើងថែមម៉ោង10ម៉ោងគុណនឹង1.76សេនហើយគុណនឹង1កន្លះអញ្ចឹងយើងកុំភ្លេច1កន្លះអញ្ចឹងរយៈពេល10ម៉ោងដែលយើងថែមហ្នឹងគឺយើងបាន26.40សេនណា$26.40សេនហើយចុះរយៈពេលថ្ងៃអាទិត្យមួយថ្ងៃយើងធ្វើការថែមម៉ោង8ម៉ោងហ្នឹងគឺយើងយក8ម៉ោងគុណនឹងប្រាក់បង់ក្នុង1ម៉ោង$1.76ហ្នឹងគុណនឹង2គឺយើងធ្វើការថ្ងៃអាទិត្យមួយថ្ងៃបានលុយ$28.16សេនណា$28.16សេនហើយសូមបញ្ជាក់ថាសម្រាប់អ្នកស៊ីបងហ្នឹងសិនបើប្រាក់ឈ្នួលតាមបរិមាណផលិតផលបានតិចជាងប្រាក់ឈ្នួលបរិមាណគឺត្រូវផ្ដល់ប្រាក់ឈ្នួលបរិមាណវិញបានឥឡូវសូមបញ្ជាក់ម្ដងទៀតពីប្រាក់ធ្វើការបន្ថែមម៉ោងហើយមានការងារថ្ងៃបុណ្យអញ្ចឹងប្រាក់បន្ថែមម៉ោងនៅថ្ងៃធ្វើការធម្មតាដែលមិនមែនជាថ្ងៃអាទិត្យឬក៏ថ្ងៃបុណ្យហ្នឹងគឺយើងគុណនឹងអត្រា150%ហើយប្រសិនបើមានថែមម៉ោងពេលយប់អីមាន200%ថែមម៉ោងថ្ងៃអាទិត្យគឺគុណនឹង200%អត្រា200%តែម្ដងហើយប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងហ្នឹងគឺ$2000ហើយរោងចក្រយើងក៏ផ្ដល់លុយបាយថ្ងៃត្រង់$2000ដែរប្រចាំថ្ងៃធ្វើការហ្នឹងហើយបើសិនបើមានការងារថែមម៉ោងមានការងារនៅថ្ងៃបុណ្យគឺរោងចក្រយើង100%អត្រា100%បូកនឹង200%គឺស្មើ300%ឯណោះនេះជាអ្វីដែលរោងចក្រយើងបានផ្ដល់ហើយយើងមើលប្រាក់សហួយធ្វើដំណើរនិងថ្លៃស្នាក់នៅគឺរោងចក្រយើងផ្ដល់សហួយធ្វើដំណើរនិងថ្លៃស្នាក់នៅចំនួន$10ក្នុងមួយខែហើយសម្រាប់កម្មករចូលធ្វើការដំបូងកម្មករថ្មីហ្នឹងបើសិនបើគាត់ធ្វើការតូចជាង13ថ្ងៃឬក៏13ថ្ងៃចុះក្រោមហ្នឹង
គាត់ទទួលបានប្រាក់សហួយធ្វើដំណើរនិងស្នាក់នៅនឹងចំនួន$5ហើយបើសិនបើកម្មករយោជិកចូលធ្វើការចាប់ពី14ថ្ងៃឡើងទៅណាធំជាង14ថ្ងៃឡើងទៅគឺទទួលបានប្រាក់សហួយធ្វើដំណើរនិងថ្លៃស្នាក់នៅហ្នឹងគឺ$10ហើយការឈប់សម្រាកថ្ងៃបុណ្យជាតិមានប្រាក់ឈ្នួលហ្នឹងគឺរោងចក្រយើងគឺអនុវត្តទៅតាមប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាទហើយសម្រាប់ការឈប់សម្រាកដោយមានជំងឺក្រុមហ៊ុនទទួលស្គាល់លិខិតពេទ្យណាដែលបានចេញដោយគ្រូពេទ្យប្រចាំក្រុមហ៊ុនដែលត្រូវបានបញ្ជាក់ដោយមន្ទីរពេទ្យដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលឬមន្ទីរពេទ្យដែលជាដៃគូបេឡាជាតិរបបសន្តិសុខសង្គមដែលយើងហៅថាបសសហ្នឹងអញ្ចឹងរោងចក្រយើងទទួលលិខិតពេទ្យទាំងអស់ហ្នឹងដើម្បីយកមកគិតគូរដោះស្រាយគឺថាចំពោះកម្មករនយោជិកដែលមានជំងឺត្រូវសម្រាប់ព្យាបាលក្រោម8ថ្ងៃគឺរោងចក្រយើងគឺមិនកាត់ប្រាក់ឈ្នួលនិងរង្វាន់ទៀងទាត់ទេក៏ប៉ុន្តែចាប់ពី8ថ្ងៃឡើងទៅគឺជាបន្ទុករបស់បសសហើយលើការទូទាត់ការចំណាយថ្លៃព្យាបាលនិងប្រាក់ឈ្នួលប្រចាំថ្ងៃក្នុងអំឡុងពេលព្យាបាលជំងឺនឹងបើយោងតាមប្រកាសរបស់ក្រសួងការងារលេខ109កបប្រកចុះថ្ងៃទី17ខែមីនាឆ្នាំ2016ស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពហ្នឹងហើយការឈប់សម្រាកប្រចាំឆ្នាំដែលយើងនិយាយសាមញ្ញថាបំណាច់ឆ្នាំហ្នឹងថាតើរោងចក្រហ្នឹងអនុវត្តដូចម្ដេចកម្មករយោជិកគឺមានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំបំណាច់ឆ្នាំហ្នឹងគឺ18ថ្ងៃក្នុងមួយឆ្នាំណាមានប្រាក់ឈ្នួលហើយបើសិនធ្វើការបាន3ឆ្នាំគឺថែមមួយណាត្រូវបន្ថែម1ថ្ងៃរៀងរាល់3ឆ្នាំ3ឆ្នាំថែមមួយតាមលំហូរហ្នឹងសម្រាប់កម្មករយោជិកស្ថិតនៅក្នុងការសាកល្បងហើយគាត់លាលែងគឺបើគាត់បំពេញការងារចាប់ពី21ថ្ងៃក្នុងមួយខែគឺគាត់មានសិទ្ធិទទួលបានការឈប់សម្រាកប្រចាំឆ្នាំហ្នឹងអំណាចឆ្នាំហ្នឹងចំនួន1ថ្ងៃកន្លះហើយបើសិនបើគាត់បានបំពេញការងារចាប់ពី15ថ្ងៃប៉ុន្តែតិចជាង21ថ្ងៃក្នុងមួយខែគឺគាត់ទទួលបានអំណាចឆ្នាំចំនួន1ថ្ងៃហើយបើសិនបើគាត់បានបំពេញការងារតិចជាង15ថ្ងៃក្នុងមួយខែអញ្ចឹងទទួលបានការគណនាអំណាចឆ្នាំហ្នឹងជាសមាមាត្របាទសម្រាប់អ្នកសាកល្បងឲ្យគាត់លាលែងបាទអញ្ចឹងបើយោងតាមលិខិតលេខ071របស់អគ្គនាយកដ្ឋានអធិការកិច្ចការងារការគណនាការឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួលត្រូវគិតជាសមាមាត្រដូចជាកម្មករយោជិកពេញសិទ្ធិបានបំពេញការងារចាប់ពី21ថ្ងៃក្នុងមួយខែមានសិទ្ធិទទួលបានការឈប់សម្រាកចំនួន1ថ្ងៃកន្លះកម្មករយោជិកពេញសិទ្ធិដែលបានបំពេញការងារចាប់ពី15ថ្ងៃប៉ុន្តែតិចជាង21ថ្ងៃក្នុងមួយខែមានសិទ្ធិទទួលបានការឈប់សម្រាកបំណាច់ឆ្នាំចំនួន1ថ្ងៃហើយកម្មករយោជិកពេញសិទ្ធិដែលបានបំពេញការងារតិចជាង15ថ្ងៃក្នុងមួយខែគឺពុំមានសិទ្ធិទទួលបានការឈប់សម្រាកប្រចាំឆ្នាំឡើយហើយចំពោះការគណនាការឈប់សម្រាកប្រចាំឆ្នាំយើងហៅថាដាក់អំណាចឆ្នាំហ្នឹងត្រូវគិតយ៉ាងម៉េចគឺរោងចក្រត្រូវគិតជាមធ្យមភាគប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំហ្នឹងប្រចាំឆ្នាំ12ខែចុងក្រោយណាយក12ខែចុងក្រោយយកទៅគណនាឧទាហរណ៍កម្មករកបានដាក់ច្បាប់សម្រាប់អំណាចឆ្នាំ2ថ្ងៃអញ្ចឹងអា2ថ្ងៃដែលកម្មករបានដាក់ច្បាប់ហ្នឹងបើគិតជាលុយបានប៉ុន្មានអញ្ចឹងជាឧទាហរណ៍ខែទី1ទាំងពាក់ខែគោលទាំងពាក់ខែបន្ទាប់បន្សំបាន$300ទីខែទី2 310រហូតដល់ខែទី12បូកចូលគ្នាទៅ
ឃើញ3778អញ្ចឹងអានេះគឺជាប្រាក់ខែសរុបមួយឆ្នាំឬក៏12ខែចុងក្រោយហ្នឹងយើងយកទៅធ្វើមធ្យមភាគមកចែកនឹង12ឃើញមួយខែហើយចែកនឹង26ទៀតឃើញមួយថ្ងៃអញ្ចឹងបំណាច់ឆ្នាំគាត់ក្នុងមួយថ្ងៃគឺ12.10 សេនអញ្ចឹងបើសិនបើគាត់កម្មករកហ្នឹងដាក់ច្បាប់បំណាច់ឆ្នាំ2ថ្ងៃគឺគុណនឹង2 12.10ហ្នឹងគុណនឹង2ទៅគឺស្មើ$24.20 សេនបាទនេះជាការគណនាបំណាច់ឆ្នាំការឈប់សម្រាកពិសេសដែលយើងនិយាយថាច្បាប់ពិសេសហ្នឹងតើច្បាប់ពិសេសហ្នឹងវាយ៉ាងម៉េចមូលហេតុនៃការឈប់សម្រាកច្បាប់ពិសេសហ្នឹងគឺតាក់ទងជាមួយនឹងការរៀបការខ្លួនឯងរៀបការកូនប្រពន្ធឆ្លងទន្លេប្តីប្រពន្ធកូនឈឺឪពុកម្ដាយណាប្តីប្រពន្ធកូនឪពុកម្ដាយឈឺឬក៏ស្លាប់ហើយការឈប់សម្រាកពិសេសនេះមានរហូតដល់7ថ្ងៃក្នុងមួយឆ្នាំហើយច្បាប់ពិសេសនេះដែរគឺយើងកាត់ពីបំណាច់ឆ្នាំហើយការគណនាច្បាប់ពិសេសក៏ដូចជាការគណនាបំណាច់ឆ្នាំគឺមានដូចគ្នាហ្នឹងហើយយើងទៅមើលការឈប់សម្រាកលំហែមិត្តភាពសម្រាប់កូនហ្នឹងកម្មករយោជិតជាស្ត្រីដែលមានផ្ទៃពោះមានសិទ្ធិឈប់សម្រាកលំហែមិត្តភាពសម្រាប់កូនដែលមានរយៈពេល90ថ្ងៃនិងទទួលបានប្រាក់ឈ្នួល 50% នៃប្រាក់ឈ្នួលគិតជាមធ្យម12ខែចុងក្រោយនិងប្រាក់បន្ទាប់បន្សំផ្សេងៗចំពោះកម្មការិនីដែលបានបម្រើការងារចាប់ពី1ឆ្នាំឡើងទៅអញ្ចឹងបើសិនបើមានអតីតភាព1ឆ្នាំឡើងទៅរោងចក្រនឹងផ្ដល់រយៈពេល90ថ្ងៃច្បាប់សម្រាប់មិត្តភាពនឹងហើយគិតជាប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំផ្សេងទៀត 50% ហើយចំពោះកម្មការិនីដែលបានបម្រើការងារនៅក្រុមហ៊ុនតិចជាង1ឆ្នាំមានសិទ្ធិឈប់សម្រាក90ថ្ងៃនិងទទួលបានប្រាក់ឈ្នួលខែចុងក្រោយតែប៉ុណ្ណោះបាទអញ្ចឹងបើសិនបើតិចជាង1ឆ្នាំអតីតភាពហ្នឹងគឺបាន90ថ្ងៃសម្រាប់មិត្តភាពហើយនឹងប្រាក់ខែចុងក្រោយទេកម្មការិនីបើកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗទាំងអស់មុនពេលសម្រាលកូនរយៈពេល48ម៉ោងក្រោយដាក់ច្បាប់លំហែមិត្តភាពសម្រាប់កម្មការិនីធ្វើការក្នុងរោងចក្រដែលបានដាក់ច្បាប់សម្រាប់លំហែមិត្តភាពហើយត្រឡប់មកធ្វើការងារវិញដាក់ឯកសារត្រឹមត្រូវគ្រប់គ្រាន់មកក្រុមហ៊ុនផ្ដល់ជួសការសង់ទ្រុឌដ្ឋានចំនួន$7ក្នុងមួយខែរហូតដល់កូនហ្នឹងមានអាយុ3ឆ្នាំហើយក្រុមហ៊ុនអនុញ្ញាតឲ្យចេញមុនម៉ោងណា1ម៉ោងក្នុងមួយថ្ងៃព្រឹកចេញម៉ោង10កន្លះហើយពេលរសៀលចេញម៉ោង3កន្លះដើម្បីទៅបំរើកូនរហូតបាន12ខែបើគិតពីថ្ងៃដែលគាត់ដាក់ឯកសារចូលធ្វើការងារវិញបាទហើយនេះគឺជាតារាងឧទាហរណ៍ប្រាក់ឈ្នួលសម្រាប់អ្នកសម្រាប់លំហែមិត្តភាពអញ្ចឹងគេយកខែទី1រហូតដល់ខែទី12ណា12ខែចុងក្រោយហ្នឹងបូកបញ្ចូលគ្នាមកចែកនឹង12មកឃើញមួយខែហើយចែកទាំង2ឃើញ 50% ហើយគុណនឹង3ខែតែម្ដងនៅក្នុងតារាងនេះគឺកម្មការិនីទទួលបាន$472.24បានរយៈពេល90ថ្ងៃឬក៏3ខែដែលគាត់ទទួលបាន 50% ពីរោងចក្រហ្នឹងអញ្ចឹងនេះគឺជារបៀបនៃការគណនាប្រាក់ឈ្នួលសម្រាប់អ្នកសម្រាលមិត្តភាព 50% ហ្នឹងហើយសម្រាប់
កម្មការនីដែលមានកូនខាងក្រៅមុនពេលចូលបម្រើការងារក្នុងរោងចក្រយើងហៅថាកម្មករថ្មីហ្នឹងក្រុមហ៊ុនក៏ផ្ដល់ជួសការសង់ទ្រុកឋានចំនួន$7ដែរក្នុងមួយខែតែពេលដែលគាត់បានដាក់ឯកសារត្រឹមត្រូវដែលកូននោះមានអាយុចាប់ពី1ឆ្នាំកន្លះរហូតដល់3ឆ្នាំហ្នឹងហើយនៅពេលដែលកូនអាយុ1ឆ្នាំកន្លះដល់3ឆ្នាំក៏រោងចក្រផ្ដល់$7ដែរនៅពេលដែលបងប្អូនកម្មករចូលថ្មីយើងបានដាក់ឯកសារត្រឹមត្រូវហើយក្រុមហ៊ុនអនុញ្ញាតឲ្យចេញមុន1ម៉ោងក្នុងមួយថ្ងៃណាព្រឹកម៉ោង10កន្លះពេលរសៀលម៉ោង3កន្លះដើម្បីទៅបំរើដល់កូនរហូតកូនអាយុបាន1ឆ្នាំណាគិតពីថ្ងៃដាក់ឯកសារចូលធ្វើការហ្នឹងអញ្ចឹងក៏ទទួលបានអត្ថប្រយោជន៍ដោយកម្មករចាស់ដែរសម្រាប់ការចេញហ្នឹងប៉ុន្តែពេលវេលាអាចខុសគ្នាទៅតាមជាក់ស្ដែងហើយសម្រាប់ការលាលែងឬក៏បញ្ចប់កិច្ចសន្យាហ្នឹងកម្មករយោជិកដែលសុំលាឈប់ឬក៏ត្រូវបានបញ្ចប់ពីការងារត្រូវអនុវត្តតាមគោលការណ៍ស្តីពីការលាលែងនិងបញ្ចប់យោជិកកម្មករដោយគណនាប្រាក់ឈ្នួលជូនក្នុងរយៈពេល48ម៉ោងក្រោយពីថ្ងៃដែលបានដាក់ច្បាប់លាលែងហ្នឹងអញ្ចឹងរយៈពេល48ម៉ោងនៅពេលដែលមានកម្មករយោជិកយើងលាលែងបានហើយប្រាក់រង្វាន់អតីតភាពការងារអញ្ចឹងប្រាក់រង្វាន់អតីតភាពការងារនៅពេលដែលយើងចូលឆ្នាំទី1គឺអត់ទទួលបានប្រាក់រង្វាន់អតីតភាពការងារទេដល់ចូលឆ្នាំទី2បាន$2ឆ្នាំទី3$3ឆ្នាំទី4$4រហូតដល់បាន$11ចុងក្រោយគឺ$11ណាអញ្ចឹងអតិបរមាគឺបានតែ$11ទេណាទោះបីធ្វើការលើសពី11ឆ្នាំក៏ដោយបាទហើយប្រាក់រង្វាន់ទៀងទាត់ណាសម្រាប់រោងចក្រយើងគឺកម្មករយោជិកដែលបានបំពេញភារកិច្ចទៀងទាត់ពេញមួយខែនឹងទទួលបានប្រាក់$10ជាប្រាក់រង្វាន់មកធ្វើការទៀងទាត់ណាយើងហៅថាលុយព្រាមហ្នឹងហើយសម្រាប់រោងចក្រយើងគឺផ្ដល់ចំនួន$10ហើយប្រាក់រង្វាន់ទៀងទាត់$10នេះយើងបែងចែកជា2គឺ$5គឺចាប់ពីថ្ងៃទី1ដល់ថ្ងៃទី15ណា$5ហើយ$5ទៀតចាប់ពីថ្ងៃ16ដល់ថ្ងៃទី31បើកម្មករយោជិកអវត្តមានឬយឺតឬចេញមុនម៉ោងនៅចន្លោះថ្ងៃណាមួយប្រាក់រង្វាន់ទៀងទាត់នឹងមិនទទួលបាននៅចន្លោះថ្ងៃនោះទេឧទាហរណ៍ថាក្នុងមួយខែអវត្តមានមួយថ្ងៃនៅថ្ងៃទី2ដូច្នេះប្រាក់រង្វាន់ទៀងទាត់$5ចន្លោះចាប់ពីថ្ងៃទី1ដល់ថ្ងៃ25ហ្នឹងគឺមិនទទួលបានទេអញ្ចឹងប្រាក់រង្វាន់ទៀងទាត់នេះគាត់ទទួលបានតែ$5ទេ$5ទៀតគឺគាត់មិនទទួលបានទេដោយសារគាត់អវត្តមានមួយថ្ងៃចំថ្ងៃទី2ហ្នឹងបើកម្មករយោជិកយឺតឬចេញមុនម៉ោងណាលើស3នាទីណាចន្លោះចាប់ពីថ្ងៃទី1ដល់ថ្ងៃទី15ហ្នឹងមិនទទួលបានប្រាក់រង្វាន់ទៀងទាត់$5ទេណាអាហ្នឹងនិយាយពីយឺតចេញមុនម៉ោងណាលើសពី3នាទីបើកម្មករយោជិកយឺតឬក៏ចេញមុនម៉ោងលើស3នាទីនៅចន្លោះចាប់ពីថ្ងៃទី16ដល់ថ្ងៃទី31មិនទទួលបានប្រាក់រង្វាន់ទៀងទាត់$5ដែរអាហ្នឹងនិយាយពីយឺតឬក៏ចេញមុនម៉ោងហើយប្រាក់រង្វាន់ទៀងទាត់ត្រូវបានកាត់ជាសមាមាត្រណានៅពេលដែលកម្មករយោជិកសុំច្បាប់ធម្មតាណា UL ឬក៏ unpaid leave ហ្នឹងហើយឈប់បន់ច្បាប់សម្រាប់បំណាច់ឆ្នាំគឺមិនកាត់ប្រាក់រង្វាន់ទៀងទាត់ទេហើយរោងចក្រយើងក៏បានផ្ដល់អត្ថប្រយោជន៍សម្រាប់
ជនដែលមានពិការភាពដែរគឺអនុញ្ញាតឲ្យគាត់ចេញមុនម៉ោង10នាទីណាទាំងព្រឹកទាំងល្ងាចអញ្ចឹង10នាទីចេញមុនម៉ោងហើយมันមានការរើសអើងសម្រាប់ជនដែលមានពិការភាពនឹងដែរហើយបើសិនបើមានការរើសអើងយើងនឹងអនុវត្តទៅតាមគោលការណ៍មិនរើសអើងទៀតហើយមានការដាក់ទោសវិន័យទៅតាមគោលការណ៍ជាក់ស្ដែងហើយសម្រាប់ស្ត្រីមានផ្ទៃពោះរោងចក្រយើងក៏អនុញ្ញាតឲ្យចេញមុនម៉ោង15នាទីហើយអនុញ្ញាតឲ្យទៅពិនិត្យសុខភាពនៅកន្លះថ្ងៃក្នុងមួយខែដោយមិនកាត់ប្រាក់ឈ្នួលនិងប្រាក់រង្វាន់ទៀងទាត់ទទួលបានការប្រឹក្សាយោបល់ជាប្រចាំពីពេទ្យក្នុងរោងចក្រអញ្ចឹងនៅពេលដែលបងប្អូនយើងរៀបចំដាក់ច្បាប់ទៅពិនិត្យផ្ទៃពោះមកពេទ្យរោងចក្រយើងមកហើយពេទ្យរោងចក្រយើងក៏ផ្ដល់ជាប្រឹក្សាយោបល់អំពីការថែទាំផ្ទៃពោះឲ្យបានប្រសើរហើយស្ត្រីដែលមានផ្ទៃពោះហ្នឹងត្រូវបានរៀបចំការងារស្រាលៗដែលមិនប៉ះពាល់ដល់សុខភាពហើយជាពិសេសហ្នឹងស្ត្រីដែលមានផ្ទៃពោះហ្នឹងគឺមិនត្រូវបានបញ្ឈប់ពីការងារឬរើសអើងដោយមូលហេតុមានផ្ទៃពោះនោះទេណាការអនុវត្តរោងចក្ររបស់យើងហើយស្ត្រីមានផ្ទៃពោះហ្នឹងក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបសសឬក៏រាជរដ្ឋាភិបាលផងដែរហើយសម្រាប់អ្នកដែលផ្ទុកមេរោគអេដសវិញរោងចក្រយើងក៏ផ្ដល់អត្ថប្រយោជន៍ដល់គាត់ដែរគឺអនុញ្ញាតឲ្យគាត់ទៅពិនិត្យសុខភាពនិងទទួលសេវាពីមន្ទីរពេទ្យមួយថ្ងៃក្នុងមួយខែឬតាមការវិភាគរបស់ពេទ្យដែលណាត់គាត់ហ្នឹងហើយរោងចក្រគឺមិនកាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗទេសម្រាប់ប្រាក់បំណាច់អតីតភាពក្នុងឆ្នាំសម្រាប់អ្នកប្រើប្រាស់កិច្ចសន្យាមានរយៈពេលមិនកំណត់អញ្ចឹងយើងគិតយ៉ាងម៉េចគឺយើងរោងចក្រផ្ដល់ឲ្យ2ដងក្នុងមួយឆ្នាំចំពោះកម្មករនិយោជិតដែលកំពុងបម្រើការងារ7ថ្ងៃកន្លះនៅឈុតមាសទី1ហើយ7ថ្ងៃកន្លះនៅឈុតមាសទី2ឈុតមាសទី1ហ្នឹងពីខែ1រហូតដល់ខែ6ឈុតមាសទី2ពីខែ7ដល់ខែ12ហើយរបៀបនៃការគិតប្រាក់បំណាច់អតីតភាពហ្នឹងគឺយកប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមណា6ខែហ្នឹងយើងបូកចូលគ្នាទៅចែកនឹង6ចែក6ហើយចែកនឹង26ថ្ងៃទៀតណាសម្រាប់រោងចក្រយើងហើយគុណនឹង7ថ្ងៃកន្លះឧទាហរណ៍ជាក់ស្ដែងនៅក្នុងឈុតមាសទី1ខែមករាកុម្ភៈមិនិនាមេសាឧសភាមិថុនាយើងមើលទៅដល់ខែមករាបាន450កុម្ភៈ400មិនិនា420មេសា420ឧសភា420មិថុនា420អញ្ចឹងយើងបូកចូលគ្នាមកស្មើ2680យកទៅចែកនឹង6ចែកនឹង6ហើយយកទៅចែកនឹង26ទៀតហើយយកទៅគុណនឹង7ថ្ងៃកន្លះអញ្ចឹងរយៈពេល7ថ្ងៃកន្លះដែលជាប្រាក់បំណាច់អតីតភាពក្នុងឆ្នាំឈុតមាសទី1ហ្នឹងគឺបាន143.26បាទនេះគឺជាឧទាហរណ៍ហើយប្រាក់បំណាច់បញ្ចប់កិច្ចសន្យាមានថិរវេលាកំណត់សម្រាប់អ្នកប្រើប្រាស់កិច្ចសន្យាមានថិរវេលាកំណត់យើងហៅថា FBC ហ្នឹងគឺប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ5%នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកក្នុងរយៈពេលនៃកិច្ចសន្យាហ្នឹងហើយសម្រាប់រោងចក្រយើងគឺប្រើកិច្ចសន្យាមានរយៈពេល6ខែអញ្ចឹងយកប្រាក់ខែទាំងអស់6ខែហ្នឹងគុណនឹង5%យកតែម្ដងអញ្ចឹងបាន$126.5អានេះគឺជា
ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាណា 5% យើងហៅថាលុយ 5% នេះអញ្ចឹងលុយ 5% នេះគឺប្រើសម្រាប់អ្នកមានកិច្ចសន្យា FDC អថិរវេលាកំណត់សម្រាប់រោងចក្រយើងគឺ6ខែហើយប្រាក់បំណាច់អតីតភាពក្នុងឆ្នាំហ្នឹងគឺប្រើសម្រាប់អ្នកដែលមានកិច្ចសន្យា UDC ថិរវេលាមិនកំណត់ទេអញ្ចឹងវាខុសគ្នាអញ្ចឹងសូមបងប្អូនមេត្តាជ្រាបជាព័ត៌មានឲ្យយល់ច្បាស់ជៀសវាងការច្រឡំហើយនេះគឺជាក្រដាស់ប្រាក់យើងហៅថាបង្កាន់ដៃឬក៏ pay slip ដែលយើងមុននឹងបើកប្រាក់ខែខាងធនធានមនុស្សរដ្ឋបាលធនធានមនុស្សបានចែកជូនហើយវាជាការចាំបាច់ណាស់ដែលបងប្អូនត្រូវចេះមើលថាក្នុងប្រឡោះណាមានអីខ្លះអញ្ចឹងខ្ញុំសូមរំលឹកឡើងវិញនៅក្នុងក្រដាស់ប្រាក់ខែយើងមានប្រឡោះជាច្រើនប្រឡោះមានលេខរៀងមានអត្ថលេខមានឈ្មោះមានមុខងារមានប្រភេទមានប្រាក់ខែគោលមានប្រាក់ខែស៊ីបងមានប្រាក់ក្នុង1ម៉ោងប្រាក់បងក្នុង1ម៉ោងថ្ងៃធ្វើការធម្មតាថ្ងៃបុណ្យមានអត់ច្បាប់មានច្បាប់ធុរៈអំណាចឆ្នាំច្បាប់ឈឺយើងមានថែមម៉ោងធម្មតាថែមម៉ោងអាទិត្យឬថ្ងៃបុណ្យលុយស្នាក់នៅធ្វើដំណើរលុយទៀងទាត់ប្រាក់ទារុកដ្ឋានប្រាក់សម្បត្តិពេទ្យហើយប្រាក់សម្បត្តិពេទ្យនេះនៅពេលដែលកម្មករចូលថ្មីមុននឹងចូលបម្រើការងារនៅក្នុងរោងចក្ររបស់យើងចាំបាច់គាត់ត្រូវតែទៅពិនិត្យសុខភាពណាយើងទៅពិនិត្យកាយសម្បទានៅក្រសួងការងារហើយរាល់ការចំណាយទាំងអស់រោងចក្រនឹងទៅផ្ដល់ជូនវិញនៅក្នុងរយៈពេលនៅពេលដែលយើងបើកប្រាក់ខែយើងនិយាយសាមញ្ញអញ្ចឹងហើយនៅក្នុងក្រដាស់លុយរបស់យើងមានប្រាក់ក្នុង1ម៉ោងសម្រាប់កូនខ្ចីណាប្រាក់រង្វាន់អតីតភាពលើកែតម្រូវអញ្ចឹងវាមានការខុសឆ្គងអីខាងកណន័យគេកែតម្រូវក្នុងប្រឡោះមួយហ្នឹងមានលុយបាយថ្ងៃត្រង់មានលុយបាយថែមម៉ោងអីក្នុងហ្នឹងប្រាក់រំលឹកអតីតភាពសម្រាប់ប្រាក់រំលឹកអតីតភាពដូចជារោងចក្រសងអស់ហើយបាទរោងចក្រសងអស់ហើយប្រាក់សរុបប្រាក់ខែលើកទី1ខាងសហជីពពន្ធឬក៏សោធនឬប្រាក់ត្រូវបើកអញ្ចឹងមកប្រឡោះមួយនៅក្រដាស់ប្រាក់ខែហ្នឹងបងប្អូនត្រូវតែយល់ឲ្យបានស៊ីជម្រៅបើសិនបើមានការមិនទល់ឬក៏មិនច្បាស់ត្រង់ណាមួយបងប្អូនត្រូវតែសួរអ្នកដែលយល់ដឹងបើមិនច្បាស់ទេគឺមកការិយាល័យធនធានមនុស្សដើម្បីសួរព័ត៌មានហ្នឹងឲ្យច្បាស់ថាលុយនេះស្អីគេបានយ៉ាងម៉េចយ៉ាងម៉ាហើយខាងរដ្ឋបាលនឹងបញ្យល់បន្ថែមបាទសូមអរគុណ